ស្នេហានិងគ្រួសាររឿងរ៉ាវក្នុងចិត្តរបស់មនុស្សប្រុសដែលមនុស្សស្រីភាគច្រើនមិនដែលយល់ទាស់តែសោះការពិតមានរឿងច្រើនណាស់ដែលមនុស្សស្រីយល់ខុសពីមនុស្សប្រុសហើយគិតថាវាមិនអីមនុស្សស្រីតែងតែទាមទារឲ្យមនុស្សប្រុសយល់ពីខ្លួនខណៈខ្លួនឯងមិនដែលយល់ពីគេសោះហើយតាំងនិយាយថាខ្លួនឯងជាជនរងគ្រោះបើអ្នកបានស្ដាប់អត្ថបទនេះហើយអ្នកនឹងអាចយល់ពីទឹកចិត្តមនុស្សប្រុសដែលតាំងពីដើមមកអ្នកតែងតែមើលរំលង 1. ពេលខ្លះគាត់ចង់នៅតែឯងពេលគាត់ស្ងប់ស្ងាត់ពេលគាត់ចង់នៅម្នាក់ឯងមិនមែនមានន័យថាគាត់ខឹងអ្នកឬអ្នកធ្វើអីខុសទេគាត់អាចមានអារម្មណ៍មិនល្អហើយចង់មានពេលសម្រាកខ្លះដើម្បីឲ្យអារម្មណ៍ធូរស្រាលឡើងវិញព្រោះគាត់អាចគិតថាបើជួបអ្នកនិយាយជាមួយអ្នកអាចឆ្លោះគ្នាមាត់តូចមាត់ធំដាក់គ្នាជាដើមមនុស្សស្រីខ្លះមិនយល់ពីគាត់បែរជារករឿងថែមថាគាត់ប្លែកថាគាត់លែងខ្វល់លែងខែពីខ្លួន 2. គាត់មិនសូវនិយាយបើគាត់មិនមែនជាព្រាននារីទេប្រហែលជាមិនសូវពូកែនិយាយពូកែលួងលោមទេគាត់អាចនឹងនិយាយតិចសោះក៏ក្រោះពេលខ្លះតែមិនមែនមានន័យថាគាត់មិនស្រឡាញ់អ្នកឡើយគាត់អាចនឹងមិនផ្អែមល្ហែមឬនិយាយលេងច្រើនតែក្នុងចិត្តគាត់គឺស្រឡាញ់ខ្លាំងហើយច្បាស់ណាស់គឺខ្លាំងជាងមនុស្សប្រុសដែលពូកែតែសម្ដីបែបនេះក៏ដោយក៏នៅតែមនុស្សស្រីមិនយល់ពីគាត់ហើយនៅលងស្នេហ៍មនុស្សដែលមាត់រអិលពូកែលួងលោមទៅវិញ 3. គាត់ចង់បានការថ្នាក់ថ្នមពីមនុស្សស្រីដូចគ្នាកុំគិតថាមានតែមនុស្សស្រីដែលចង់បានការខ្វល់ខ្វាយការបារម្ភមនុស្សប្រុសក៏ត្រូវការអារម្មណ៍បែបនោះដែរមានមនុស្សប្រុសជាច្រើនបានប្រាប់ថាពួកគេពិតជាសប្បាយចិត្តនិងមានអារម្មណ៍ល្អនៅពេលដែលមនុស្សស្រីដែលខ្លួនស្រឡាញ់ផ្អែមល្ហែមជាមួយគាត់ហើយយកចិត្តទុកដាក់ជាមួយគាត់គ្រាន់តែមិនដឹងបង្ហាញតាមណាតែប៉ុណ្ណោះមានមនុស្សស្រីខ្លះមិនយល់ហើយតែងទាមទារឲ្យគាត់យល់តែពីខ្លួនឯងទាំងខ្លួនឯងមិនដែលខ្វល់ពីគាត់ 4. គេថាមនុស្សស្រីពូកែលាក់អារម្មណ៍តែការពិតអ្នកដែលពូកែលាក់នោះគឺមនុស្សប្រុសទៅវិញទេមានរឿងខ្លះគាត់មិននិយាយមិនសម្ដែងចេញមកតែម្ដងដោយមិនចង់ឲ្យម្ខាងទៀតមានអារម្មណ៍មិនល្អជាមួយគាត់មនុស្សស្រីមិននិយាយមែនតែទឹកមុខសម្ដីគឺបង្ហាញចេញមករីឯមនុស្សប្រុសគឺកប់ចិត្តឆឹងតែម្ដង 5. ចូលចិត្តស្រីស្អាតប៉ុន្តែមិនមែនមានន័យថាស្រឡាញ់នោះទេធម្មជាតិមនុស្សប្រុសគឺចូលចិត្តស្រីស្អាតតែមិនមែនមានន័យថាគាត់ស្រឡាញ់នោះទេពេលខ្លះគាត់ងាកមើលគេគាត់សរសើរពីគេមិនមែនគាត់លងស្រឡាញ់គេទេហើយចោលអ្នកឡើយការពិតមនុស្សប្រុសភាគច្រើនលងស្រឡាញ់នារីបែបសាមញ្ញប៉ុណ្ណោះតែមនុស្សស្រីបើជាគិតថាឲ្យតែស្អាតដឹងតែគេស្រឡាញ់ហើយ 6. មិនចូលចិត្តរឿងច្រំដែនមូលហេតុពេលដែលឆ្លោះគ្នាមនុស្សប្រុសចូលចិត្តដើរចេញនោះគឺមកពីនិយាយមិនចូលគ្នាជាមួយមនុស្សស្រីពេលឆ្លោះគ្នាចូលចិត្តនិយាយច្រំដែនមិនស្ដាប់ហេតុផលហើយចង់ឲ្យគេលួងខ្លួនឯងគាត់ដើរចេញមិនមែនមានន័យថាគាត់មិនខ្វល់នោះទេគាត់គ្រាន់តែចង់រំងាប់កំហឹងហើយទុកពេលឲ្យអ្នកស្រួលបួសិនទើបគាត់មកនិយាយតាមក្រោយតែនារីបែរជាមិនយល់មានតែខឹងគាត់លើសដើមរៀនយល់ពីគាត់ខ្លះផងកុំចង់ឲ្យតែគាត់យល់ពីអ្នកស្រឡាញ់គ្នាត្រូវយល់ពីគ្នាទៅវិញទៅមកមិនមែនចាំតែម្នាក់យល់ពីម្នាក់នោះទេស្នេហានិងគ្រួសារ